រស់នៅជាមនុស្សនឹងពិបាកណាស់បងមិនបានសេចក្តីសុខទេនេះសូមឲ្យញោមញាជ្រាបលើកឹកណាតែយើងមានបញ្ញាពាក្យថាបញ្ញានឹងជាភាសាបាលីភាសាសំស្ក្រឹតថាប្រាជ្ញាខ្មែរយើងបាលីក៏និយាយសំស្ក្រឹតក៏និយាយពាក្យថាបញ្ញាឬប្រាជ្ញានឹងប្រែជាខ្មែរទៅសេចក្តីជូនដល់ញោមញាតគ្រប់គ្នាដែលជាអ្នករស់នៅជាបែបមហាគ្រួសារនៅក្នុងគេហដ្ឋានអារាខាវ៉ានេះដើម្បីនឹងបានស្ដាប់នៅព្រះធម៌ដែលយើងទាំងអស់គ្នាជាពុទ្ធសាសនិកអ្នកមានជំនឿជឿជាក់នៅក្នុងពុទ្ធសាសនាព្រោះដើម្បីនឹងចម្រើនបញ្ញាដល់ញោមញាតអ្នកស្ដាប់ព្រោះលោកសម្ដែងថាទានអ្វីមិនស្មើនឹងទានធម៌ទេសនាធម៌ទេសនានេះគឺឲ្យលោកញោមញាតអ្នកស្ដាប់នឹងចម្រើនលូតលាស់ដោយបញ្ញាកាលណាបើបញ្ញាកើតមានដល់ញោមញាតហើយញោមញាតយកបញ្ញានឹងមកប្រើប្រាស់ក្នុងជីវិតដែលរស់នៅមនុស្សដែលអត់មានបញ្ញារស់នៅជាមនុស្សនឹងពិបាកណាស់បងមិនបានសេចក្តីសុខទេនេះសូមឲ្យញោមញាតជ្រាបលើកឹកណាតែយើងមានបញ្ញាពាក្យថាបញ្ញានឹងជាភាសាបាលីភាសាសំស្ក្រឹតថាប្រាជ្ញាខ្មែរយើងបាលីក៏និយាយសំស្ក្រឹតក៏និយាយពាក្យថាបញ្ញាឬប្រាជ្ញានឹងប្រែជាខ្មែរទៅសេចក្តីដឹងខុសត្រូវយល់ឃើញកិច្ចការដែលអាក្រក់ល្អសុខទុក្ខអីទាំងអស់ឃើញស្គាល់ហេតុស្គាល់ផលឡើយហើយបើបញ្ញាយល់ឃើញហើយញោមញាតអាចកាន់យកនៅអ្វីដែលនាំឲ្យបានសេចក្តីសុខហើយនឹងកាន់យកអ្វីដែលនាំឲ្យមានសេចក្តីចម្រើនអ្វីដែលជាហេតុនាំឲ្យកើតទុក្ខនាំឲ្យមិនបានសុខញោមញាតអាចជៀសវាងអត់ធ្វើទេនេះបញ្ញាអញ្ចឹងបងសម្រាប់អ្នកអត់មានបញ្ញាបានន័យថាមនុស្សល្ងង់ព្រោះអ្នកល្ងង់នឹងគឺពេញចិត្តសប្បាយរីករាយតែនឹងអ្វីដែលមិនចម្រើនដែលផ្ដល់សេចក្តីទុក្ខដល់ខ្លួននឹងត្រេកអររីករាយអញ្ចឹងព្រោះនេះជាធម្មជាតិរបស់មនុស្សពីបញ្ញានេះកើតឡើងដោយសារយើងនឹងបានសន្សំបញ្ញានឹងបញ្ញាដែលកើតមានដល់ញោមញាតនឹងទី1គឺស្ដាប់សត្តាមយៈបញ្ញាញោមញាតស្ដាប់លោកគ្រូបង្រៀនឬស្ដាប់អ្នកប្រាជ្ញបណ្ឌិតលោកពោលច្បាប់ទលឹបឲ្យប្រាប់ឬក៏ជួបនឹងលោកអ្នកសប្បុរសលោកបញ្យល់កិច្ចការពីអាក្រក់ល្អនឹងដល់ញោមញាតនឹងពួកសប្បុរសដល់ញោមញាតស្ដាប់ហើយត្រង់ត្រាប់ហើយក៏កើតបញ្ញាហើយសត្តាមយៈបញ្ញាទី2ចិន្តាមយៈបញ្ញាបញ្ញាកើតពីការបានដឹងរឿងហើយយកមកត្រេះរិះគិតរកហេតុរកផលនឹងនេះជាទី2ប្រភពដែលឲ្យកើតបញ្ញាទី3ភាវនាមយៈបញ្ញាគឺបញ្ញាកើតពីការភាវនាគឺការចម្រើនវិបស្សនាកម្មដ្ឋានសមថកម្មដ្ឋានជាដើមភាវនាមយៈបញ្ញានេះមានទំហំធំជាងសត្តាមយៈបញ្ញានិងចិន្តាមយៈបញ្ញាព្រោះសត្តាមយៈបញ្ញាយើងស្ដាប់ហើយចូលខាងក្នុងចិន្តាមយៈបញ្ញាយើងគិតតែភាវនាមយៈបញ្ញាគឺកើតពីខាងក្នុងផ្ទុះចេញមកក្រៅវិញបញ្ញានឹងខ្លាំងជាងសត្តាមយៈនិងចិន្តាមយៈភាវនាមយៈបញ្ញានេះកើតចំពោះពលលោកអ្នកដែលចម្រើនភាវនាចម្រើនសមថចម្រើនវិបស្សនាកម្មដ្ឋាននិងសមថកម្មដ្ឋានបងនឹងសូមឲ្យញោមញាតទាំងឡាយគ្រប់គ្នានឹងជ្រាបវាសម្រាប់ពុទ្ធសាសនានេះជាភាសាបាលីយើងនិយាយគ្រប់តែគ្នាប៉ុន្តែអត់ដឹងថាមានន័យមិនទេពុទ្ធពាក្យថាពុទ្ធសាសនានឹងបើប្រែជាខ្មែរថាពាក្យទូនមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងពុទ្ធៈប្រែថាលោកអ្នកត្រាស់ដឹងលោកអ្នកដឹងសាសនាពាក្យទូនមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹង
ព្រះសម្មាសម្ពុទ្ធលោកមានបញ្ញាឥតមានមនុស្សឬទេវតាណាដែលមានបញ្ញាស្មើនឹងពុទ្ធមិនមានទេបងនៅលើដីក្រោមមេឃមានតែពុទ្ធហើយការត្រាស់ដឹងរបស់ពុទ្ធនេះកម្រណាញោមញាតិបរិបលានរាប់សែនឆ្នាំទន្ទឹមមានពុទ្ធអង្គមួយលោកត្រាស់ដឹងឡើងសម្រាប់យើងគ្រប់គ្នានេះពិតមែនតែมันបានកើតទៅពុទ្ធមែនតែពាក្យទូលមានព្រាមបដៅរបស់ពុទ្ធនៅទាំងអស់អត់បាត់ទៅណាទេគឺនៅក្នុងគម្ពីរបត្រៃបិដកដែលឈ្មោះថាព្រះធើអានឹងបងនៅគាត់ត្រាទុកនៅក្នុងទាំងអស់ហើយសម្រាប់យើងអ្នកកាន់ពុទ្ធសាសនានេះយើងត្រូវគោរពនៅរតនត្រ័យ3ជាមូលដ្ឋានជាខ្លឹមសារជាប្រភពរបស់សាសនាហ្នឹងទី1គឺពុទ្ធរតនៈយើងគោរពចំពោះព្រះពុទ្ធមិនមែនជាអាទិទេពទេវតាប្អិនប្រព្រំទេព្រះពុទ្ធជាមនុស្សដូចតែយើងចឹងឯងយល់ទេអត់មានទេតងនឹងទេវតាប្អិនប្រព្រំទេជាអ្នកប្រាជ្ញជាកម្ពូលអ្នកប្រាជ្ញនៅលើលោកសំបីជនជាតិនៅអឺរ៉ុបដូចជាបារាំងអាមេរិកគេទទួលស្គាល់ថាព្រះពុទ្ធនឹងជាមហាទស្សនវិទូជាអគ្គទស្សនវិទូជាកម្ពូលអ្នកប្រាជ្ញនៅលោកគេទទួលស្គាល់ចឹងតែសម្រាប់ញោមញាតអ្នកកាន់ពុទ្ធសាសនានេះអត់បានទទួលស្គាល់ថាជាអ្នកប្រាជ្ញកម្ពូលអ្នកប្រាជ្ញទេទៅទទួលស្គាល់ថាព្រះពុទ្ធនឹងជាអ្នកមានឫទ្ធិមានអំណាចអាចប្រទានពរសាសាតុកាឲ្យញោមញាតបានញោមញាតយល់អញ្ចឹងខុសព្រះពុទ្ធមិនមែនជាអ្នកប្រទានពរសាតុកាឲ្យញោមញាតទេគឺជាអ្នកប្រាជ្ញដូចជាពាក្យថាលោកវិទូនេះប្រែតែព្រះអង្គជ្រាបច្បាស់នៅត្រៃលោកទាំង3ព្រះអង្គជ្រាបទាំងអស់លោកទី1គឺសង្ខារលោកទីភពដែលវាបង្កើតសង្ខារដើមឈើរុក្ខជាតិអីសពបែបសដៅពុទ្ធលោកជ្រាបថានឹងកើតពីស្អីពីអីចឹងទី2គឺសត្វលោកបានន័យថាជីវិតរបស់មនុស្សរបស់ទេវតាប្អិនប្រព្រំនរកប្រែតអស់លោកជ្រាបទាំងអស់បើតែកើតជានរកនោះទៅពីស្អីកើតមនុស្សទៅស្អីកើតទេវតាប្អិនប្រព្រំទៅលោកជ្រាបបានទាំងអស់ទី3គឺសង្ខារលោកដែលប្រជុំទី3គឺឱកាសលោកដែលវាដាច់ចេញពីគេទៅលោកនោះលហលហេវអត់មានអីទេលោកទាំង3ព្រះពុទ្ធលោកជ្រាបបានទាំងអស់វិសាថាព្រះពុទ្ធដែលលោកជ្រាបតែលោកទៅពិនិត្យដល់កន្លែងហ្នឹងថាអត់ទេបញ្ញាញាណគ្រាន់តែអង្គុយគិតនឹកវាអ្វីគឺឃើញបែកធ្លាយនៅក្នុងបញ្ញារបស់លោកយល់បានទាំងអស់នេះដែលឈ្មោះថាព្រះពុទ្ធហ្នឹងវិញ្ញាណញាតជ្រះថ្លាជាមួយនឹងព្រះពុទ្ធថ្វាយអង្គមព្រះពុទ្ធមិនថ្វាយអង្គមបានស្រន់សំពោអីព្រះពុទ្ធបានទេញោមញាតអានឹងខុសទេបងមកវិញញោមញាតយល់ខុសគេជ្រះថ្លានឹងព្រះពុទ្ធទី1គឺវិសុទ្ធិគុណព្រះអង្គមានសេចក្តីបរិសុទ្ធស្អាតដោយចិត្តលោកអត់មានមន្ទិលកិលេសអីទេធៀបបានដូចជាសម្ពុតសស្លាងអត់មានខ្មៅប្រពុះទេសេចក្តីបរិសុទ្ធស្អាតពុទ្ធទៅបីណាទៅជេរលោកថ្មតែទីលោកក៏លោកអត់ខឹងទៅសរសើរលោកក៏លោកអត់មានត្រីអរីករាយមកពីលោកជំរះកិលេសឲ្យស្អាតយើងនេះមាននៅកិលេសតែកាលណាមានអ្នកណាជេរអ្នកណាថាស្ដីឲ្យតែប៉ះព្រោះយើងមានជាទោសៈខាងក្នុងវាចេញទៅទទួលសម្ដីនោះកើតខាងណាពុទ្ធអត់មានទេស្អាតមានអ្នកណាសរសើរអ្នកណានិន្ទាបានលៀបមកត្រេកអររីករាយសប្បាយព្រោះយើងមានលោកកធើនៅក្នុងចិត្តហ្នឹងបងនេះសូមឲ្យញោមញាតរីពុទ្ធអត់ឲ្យស្អាតចេះនេះគេថាវិសុទ្ធិគុណនៃសេចក្តីបរិសុទ្ធស្អាតទី2ករុណាគុណករុណាប្រែថាសេចក្តីអាណិតអាសូរដល់សត្វលោកទាំងអស់ក្នុងលោកសនិវេសហ្នឹងព្រះអង្គជ្រាបដល់សត្វជីវិតសត្វលោកទាំងអស់ប្រកបដោយសេចក្តីទុក្ខលំបាកវេទនាដូចជីវិតរបស់យើងសប្តាហ៍ថ្ងៃនេះយើងហែលនៅក្រោមឥទ្ធិពលនៃសមុទ្រទុំហ្នឹងសពបែបសពយ៉ាងសេចក្តីទុក្ខដែលកើតមានហ្នឹងបើយើងហ្នឹងលោកអាណិតអាសូរចង់ឲ្យសត្វលោកទាំងអស់រួចផុតจากទុក្ខបានលោកខំប្រាថ្នាសាងបារមីសាងបុណ្យដើម្បីឲ្យត្រាស់ជាពុទ្ធដើម្បី
ទេសនាប្រសាទទាំងអស់នោះស្ដាប់បានហើយបដិបត្តិទៅតាមពុទ្ធអវាទរបស់ពុទ្ធនឹងអាចឆ្លងផុតពីត្រង់ហ្នឹងធ្វើខ្លួនឯងតែញោមញាតបន់ឲ្យពុទ្ធមកយោងទៅដាក់និព្វានអត់ទៅរួចទេនឹងចឹងលោកខំកសាងការកសាងរបស់លោកធ្វើដោយកម្រណាធ្វើបានណាបកសាងបារមីដែលសារណិតសត្វលោកទាំងអស់ទី3គឺបញ្ញាគុណណាលោកមានបញ្ញាគ្មានណាធិបានទេមនុស្សទេវតានៅលើលោកនេះលោកដឹងបានទាំងអស់បងនេះដែលញោមញាក់ជ្រះថ្លាក្នុងពុទ្ធថ្វាយគុំពុទ្ធត្រូវនឹកដល់ពុទ្ធចិត្តបរិសុទ្ធវិសុទ្ធិគុណករណាគុណបញ្ញាគុណយ៉ាងបានត្រឹមត្រូវល្អបងតែញោមទៅបានស្រន់ឲ្យលោកជួយឲ្យសមឲ្យបានបាននេះពុទ្ធរតនៈហើយអាត្មាសូមយល់ទៅពុទ្ធជាមនុស្សទេណាញោមអត់មែនទេវតាប្រអិនប្រព្រំអីទេទី2ធម្មរតនៈធម្មរតនៈគឺព្រះធម៌ដែលព្រះអង្គសម្ដែងទុកជាផ្លូវឲ្យញោមញាណក្នុងបដិបត្តិមានក្នុងបត្រៃ3ដកហ្នឹងមានព្រះវិន័យ3ដកសូត្រ3ដកអភិធម្ម3ដកហ្នឹងឬយើងពោលសិលសមាធិបញ្ញាអញ្ចឹងបានមិញហ្នឹងញោមញាតសមាទានសិលអាត្មាមុននឹងឲ្យសិលអាត្មាជម្រាបញោមញាតថាសិលជាទីពឹងខាងដើមរបស់មនុស្សសិលជាគ្រឿងលម្អទី1របស់មនុស្សសិលជាម្ដាយជាមេត្តារបស់កល្យាណធម៌ល្អទាំងអស់សិលជាទីពឹងរបស់មនុស្សហ្នឹងអាស្រ័យនេះសូមឲ្យញោមញាតសម្អាតសិលឲ្យស្អាតកុំឲ្យសៅមងកុំឲ្យប្រពែលប្រព្រឹត្តអីហ្នឹងឲ្យអស់កាលរហូតរៀងទៅមកក្នុងមួយជីវិតនេះបើងាយទេណាញោមញាតពុទ្ធបរិស័ទធ្វើទានចំណាយទ្រព្យធ្វើទានបានបើដល់ប្រសាសិលអត់ហ៊ានទេឲ្យតែបបួលរសាសិលកិច្ចញែងខ្លួនដល់ម្នាក់រសាសិលញោមមកយកខុសចឹងដូចសិល5សិល5ញោមញាតជៀសវាងតែអំពើ5យ៉ាងណាទី1កាប់សម្លាប់គេជីវិតគេសិក្ខាបទទី2ហាមលួចទ្រព្យសម្បត្តិគេសិក្ខាបទទី3ហាមទៅបៀតបៀនប្តីប្រពន្ធកូនគេសិក្ខាបទទី4ហាមភូតភរកុហកគេហើយទី5ជៀសវាងការសេពសូរាគ្រឿងញៀនគ្រឿងសវង្ឃគ្រឿងញៀនអតីហ្នឹងមកនេះសិល5មែនប៉ុណ្ណឹងពេលដែលញោមញាតខ្លះជិះវៀងបានតែសម្លាប់សត្វក៏មិនដែរសម្លាប់លួចគេក៏មិនដែរលួចត្រូវសម្បត្តិដែរទៅបៀតបៀនប្តីប្រពន្ធគេក៏មិនដែរវាដូចមានសិល3ដែរហើយវានៅតែកុហកនៅលវៀងកុហកច្រើនអ្នកលក់ដូរអ្នកចំណូលបើមិនកុហកគេអត់កើតតែខ្ញុំទិញមកថ្លៃណាស់ទៅឲ្យលក់នឹងខាតទៅការនិយាយថាជាកុហកប៉ុន្តែបើញោមជិះវាងក៏បានញោមកុំទៅពោលថាខ្ញុំទិញមកថ្លៃលក់ប្រហែលលក់ទៅបើតែម្ដងនេះលក់ចង់បានចឹងកុំទៅពោលថាទិញមកថ្លៃណាលក់ក៏ជិះវាងចឹងបានបងខ្ញុំញ៉ាំគិតមើលមកបើធម្មតានេះលក់តែចង់បានកម្រៃចំណេញហើយម្ល៉េះកុំឲ្យនិយាយថាយើងទិញមកថ្លៃឲ្យយកលក់ប៉ុណ្ណាលក់ទៅតាមតាណាបងជិះវាងក៏គេបានហើយនឹងការជិះវាងសុរាគ្រឿងញៀនគ្រឿងសវង្ឃលោកហាមវិសិល5នេះញោមញាតធ្ងន់នឹងស្រានឹងឯងបើញោមញាតតមស្រាជីវៀងស្រាបាននេះសិលអត់ទីសមអត់ជាប់ទេតែទាំងអស់នេះអាត្មាបញ្យល់ញោមញាតថ្ងៃនេះក៏ពីប្រុសសុរានេះកាលណាយើងផឹកជាតិភេសជ្ជៈមានកម្លាំងខ្លាំងទៅផ្លាស់ប្ដូរចិត្តវិញ្ញាណយើងឲ្យឈប់ចិត្តវិញ្ញាណធម្មតាតែចិត្តវិញ្ញាណស្រាអ្នកដែលមិនចេះនិយាយឲ្យតែស្វឹងនិយាយបបាច់បពូគ្មានទៅឈប់ទេពេលអ្នកស្រោតសោះឲ្យតែស្វឹងក៏អួតអាងកាំងទៅទីអកម្មចៈគេឈប់ណាចិត្តធំយ៉ាងបងនេះបានថាសុរាជាចំណងរបស់សិលខ្ញុំញាតបើមកឈប់ផឹកស្រាមិនកើតទេសំសិលទីទៀតអត់ជាប់ទេដាច់ទាំងអស់ពេលសិលទីទៀតពេលញោមទៅសម្លាប់គេដាច់តែសិលសម្លាប់មួយទេញោមញាត4អត់ដាច់ទេណាមិនដាច់ទាំងអស់ទេបើញោមញាតទៅលួចគេដាច់តែសិលលួចមួយទេសិល4ទៀតអត់ដាច់ទេបើញោមញាតទៅ
biên ở đây bộ phận cái đách ta mùi để xe tiếng ở đây thế với bởi nhôm nhiệt tôi có họ cái đách ta mùi này anh miền bà phở xe thì tay bởi tôi phở sát đách từng nhôm nhiệt nó vô lạiเนี่ยphở sát tôi phở đó với tôi phở đôi chặt với nhiên nó chốcมันนึกธรรมดาchặtธรรมดาเอาไว้ก็เห็นเปิดได้นี่bộ phậnลูกสำได้จังไม่บานเชียมันโน้ตเราจะสาเซลนั่งไอ้พวกข้างดามกี่ลมอตีมวยลมอตีปีคือสมาธิจำรันสมาธิอบรมจิตลมอตีใบคือปัญญาจำรันวิปัสสนาพระพุทธศาสนาเนี่ยนะปะนังลมอใบยางนั้นเติบเชียพุทธบริษัทได้กรบพระพุทธศาสนานังสมยมเย็นอิชมอทัพประเถอตีใบคือประสังประสังนี่ก็ยมเย็นมันก็เลยเคยอาธรรมะทัพประสังนั่งไม่นั่นยมเย็นเปียแต่สังนี่สังเขที่แปลทวงทปุกรมเนี่ยบูตามวยก็มันหาประสังเลยแต่หาบุกกอลปีแต่ใบก็หากันนะแต่จะปีบูนลางเต้าพอดอรอบร้อยก็หาสังวงปุกรมอ้อยยมเย็นเฉลี่ยทลานจังจำพวกสังไปเชียบุกกอลเลยอาตมาแม่นปัญญมเย็นกูรบซ้ำลึกจัดอดพอดเปียอาตมาก็ดักจำอาตมาแต่ลึกพอดักแต่ประสังจัดลึกประสังอย่างบ้านยมเย็นบ้านปอนมาอานิสังฉลาดบอกนี่เปียถ้าสังคือสำดาวเติบเนี่ยบูชาญจับตังบิบุญรูปรอดรับรอยรับเปลือนเขามาว่าวมากรำทำประพุทธลอยยังเฉลี่ยทลานอย่างเด็กนั่นยัยปีรัตนะไตรเราขนมพระพุทธศาสนานะพ่อพระพุทธเชมโนโยมเย็นพระเถรเจตริสได้พระสังก็เชมโนโดยยังได้โยมอันเมียนเตะตองนางเทวดาเป็นบุพรมเดโยมสดับบานได้อันเมียนเตะตองเดอย่างคือมโนตั้งโยมสดับมาแน่ได้ละสามท่านมาทั้งพอพระธรรมามอนคือเป็นเชี่ยโยมไอ้สกัลทาไว้พุทธศาสนาทั้งพอวิเปียตูเมียนพรีมประดาวบาปพุทธคือประเทศนั่งไอ้เนี่ยลูกประเทศจะเพลาสำได้ไอ้โยมด่าเป็นโยมไอ้สมบันไอ้พุทธช่วยไอ้เราอันเมียนไอ้ช่วยใจเมียนแต่ทฤษฎีก็เมียนแต่ทฤษฎีเราบาปพุทธประกอบด้วยปัญญาเด้อเพื่ออายุเมียนั่งการปัญญาจ้ะบานเฉลี่ยทลานนั่งเลี้ยงอมปื้อไปเจริญอักขระให้สร้างซ้ำๆได้หรอไว้มันอย่างที่บ่ปลายทางเอาไว้ก็เจ็บปวดหนึ่งเกิดสำแดงถ้าโลกเนี่ยได้ตูนเมียนพริ้นประดาวมันโน้อ้อยปปริ้นปื้อละอ้อชั่วท่าปวดนนโลกตูนเมียนอายุเมียเพิ่มปื้อละอ้อแต่ขณะเพิ่มปื้อละอ้อยังอัดปปริ้นปื้ออักขระเตว่าลูกสำดาวมายางอ้อยปปริ้นเต็มปื้อละอ้อนั่นชั่วท่าปวดเนี่ยนะเป็นนางเปล่าผู้ยังเนี่ยกันพุทธศาสนาเนี่ยคือเชี่ยบุคคลเชี่ยมนุษย์ได้เชื่อแนวกรรมหนึ่งพ่อระบบกรรมคือเชี่ยแห่อำเภอได้ยมเยียดเปิดได้เปล่าคือเขาถ้าแห่นะกรรมนั่งยมเยียดเปิดไอ้แห่ไอ้บ้านพ่อนั่งเปล่าเอาเจนมอปีแห่เจนมอปีกรรมโดยยมเยียดเกิดมือต่างออกเนี่ยโยมเยียดเมียนตรับเมียนสมบัติไอ้จังมานมอไปโยมเยียดเปิดต่างออกกายกรรมวิจัยกรรมมโนกรรมตะใบหน่อยกายกรรมยังปกปิดโดยละอกลางเนี่ยละเอาวิจัยกรรมยังปูสมได้เวียชาละเตากันคะเนี่ยเตาวิ่งเตาเมานะรอเราไว้ได้เช็ดเดินเตาในใยปราบคะเนี่ยโดยสมได้มโนกรรมก็ประกอบด้วยจัดประกอบด้วยปัญญาเดียนเมียนปัญญานั่นเสียหายบ่อยโยมเมียนปัญญาเจริญเราตรับสมบัติประมาณเจริญนี่สันดาวเลือปัญญาปานประพุทธยังลงตูเมียนอายังซ้ำปัญญาเราบ่ยังเกิดนั้นแล้วธรรมาสันแดงทางดาวไม้สบตาไม่เยอะปัญญาเกิดปีกาสดับน้องลูกครูลูกเป็นรีนปีฉบับนี้ฉบับไม่ยังกุยสดับ
សពបរោះលោកនិយាយពីអ្វីយើងស្ដាប់ពាក្យដែលល្អព្រះសង្ឃសម្ដែងធ្វើអីយើងស្ដាប់ហើយយកមកគិតព្រះរីទៅឃើញហើយយើងកត់ត្រាទុកក្នុងចិត្តរបស់យើងឬយើងសរសេរក្នុងសភៅឲ្យទុកអ្វីដែលសំខាន់ប្រសើរពុទ្ធសាសនាគឺឲ្យយើងសម្បញ្ញាវិជីវិតរបស់មនុស្សដែលរស់រានមានជីវិតនៅបានព្រោះបច្ច័យ4វិញញោមញាតឲ្យតែលើកបច្ច័យ4សំដៅថាអានឹងសម្រាប់ព្រះសង្ឃអានឹងភាសាបាលីញោមញាតតាមពិតបច្ច័យ4នេះអ្នកណាក៏ត្រូវការប្រើប្រាស់ដែរប៉ុន្តែបច្ច័យ4ព្រះសង្ឃបានពីញោមញាតជ្រះថ្លាចិញ្ចឹមលោកដូចញោមប្រគិនស្បង់ចពោប្រគិនអាហារបិណ្ឌបាតសាងកុដិសាងសាលាប្រគិនលោកថ្នាំព្យាបាលអានឹងការបច្ច័យ4បានឲ្យញោមញាតឲ្យតែលឺតែបច្ច័យ4អត់បានគិតតែខ្លួនឯងត្រូវការប្រើដែរខ្លួនឯងអ្នកម្ចាស់បច្ច័យ4ហ្នឹងឯងបងហើយណាជំរាបញោមឲ្យដឹងថាបច្ច័យ4មិនមែនត្រូវការតែព្រះសង្ឃទេហើយក៏មិនមែនត្រូវការតែអ្នកកាន់ពុទ្ធសាសនាទេមនុស្សនៅលើសាកលលោកអ្នកណាក៏ត្រូវការជាប់នឹងបច្ច័យ4នៃជីវិតរបស់មនុស្សសំបញ្ញត្តិញោមឲ្យទៅលំទៅលាយមើលថាឲ្យតែជាមនុស្សជាប់ជាពាក្យក្នុងបច្ច័យ4ទាំងអស់បច្ច័យ4ទី1ប្រសងស្បង់ជីវរនោះញោមញាតសម្ពុតខោអាវនោះបច្ច័យទី1ញោមមើលមកបច្ច័យទី2ប្រសងអាហារបិណ្ឌបាតញោមញាតមកហូបអាហារបាយទឹកហ្នឹងអានោះបច្ច័យទី2បច្ច័យទី3គេហដ្ឋានផ្ទះសម្បែងហ្នឹងជំរកឯណាបច្ច័យទី4គឺថ្នាំព្យាបាលរោគនេះញោមញាតគឺមើលជីវិតមនុស្សនៅលើផែនដីអត់មានបុគ្គលណាជាតិណាមួយជាផុតទេនឹងឯងបញ្យល់ញោមឲ្យយល់ច្បាស់ណោះកុំឲ្យតែលើកគេថាបច្ច័យ4ញោមថាទេអានឹងត្រូវការតែប្រសងអត់ទេខុសទាំងអស់គ្នាប៉ុន្តែវាក្រិនតែជាភាសាបាលីបើនិយាយពីភាសាខ្មែរថាវត្ថុ4យ៉ាងតម្រូវការសម្រាប់ជីវិតមនុស្សអត់មានបុគ្គលណាមួយជារួចទេញោមញាតមើលមនុស្សណាដើរលេងខ្លួនទៅទេជាតិណាក៏អញ្ចឹងត្រូវតែពឹងសម្ពត់เขาเอาបិទបាំងរាងកាយគេខ្មាស់ហ្នឹងរួចមកហូបអាហារអ្នកណាមួយជារួចហ្នឹងពុទ្ធលោកសម្ដែងសព្ពេសតាអាហារថេតិកាថាមនុស្សសត្វទាំងឡាយរស់នៅបានព្រោះអាស្រ័យអាហារហ្នឹងមិនមែនសម្រាប់តែមនុស្សទេសត្វទេរឆានគោក្របីអីក៏ត្រូវការដែរដោយមនុស្សដែលបានរស់កើតប៉ុន្តែមកហូបអាហារគោក្របីមានស្មៅមានចំបើងអីជាដើមនោះគ្មានគ្រឿងផ្សំទេមនុស្សយើងញោមញែកមានគ្រឿងផ្សំប្រហុកអំបិលអីសាប្រៃអីទៅមនុស្សគេមានបញ្ញាចានៅទី3គេហដ្ឋានសេនាសនៈញោមញែកមើលណាទៅដេកកណ្ដាលវាលណាទៅដេកក្រោមម្លប់ឈើអត់បានទេត្រូវតែមានគេហដ្ឋាននៅទី4ថ្នាំព្យាបាលរោគដែលណាឈឺឲ្យដេកឲ្យជាអត់ទេតែឈឺក្តៅក្បាលវិលមុខទៀតរត់ទៅរកថ្នាំមិនបានអីក៏ប៉ារ៉ាថៃលីណុលដើម្បីបំបត្តិជំងឺឈឺកាប់ពោះជំងឺឈឺចាប់នេះវាជាសេចក្តីទុក្ខដែលផ្ដល់ទុក្ខឲ្យមនុស្សនៅវាមិនបានសោកយើងតម្រូវការ4មនុស្សនៅលើផែនដីណាក៏ជាមិនរួចអីសួរថាវត្ថុ4យ៉ាងតម្រូវការនេះអ្នកខ្លះគេមានទ្រព្យសម្បត្តិច្រើនខ្លះមធ្យមខ្លះក្រមែនទេណារកក៏អត់បានគ្រប់គ្រាន់វិសុទ្ធថាអ្នកដែលគេរកទ្រព្យសម្បត្តិបានស្ដុកស្ដំប្រើប្រាស់បរិបូរហួយក្រៃលែងមកពីអ្វីតែហេតុគឺបញ្ញាហេតុមិនមានហេតុផលចឹងណាហេតុគឺបញ្ញាបើញោមញាតមិនមានបញ្ញាទេរកអត់បានទេញោមមើលអ្នកក្រណាមើលអ្នកដើររើសអិចចាយរត់ម៉ូតូលុបអត់ទៅបើកទ្វារលបងឲ្យគេស្អីអីនេះយើងមើលថានឹងហេតុមកពីល្ងងហើយនឹងពុទ្ធលោកសំដែងចឹងបានអ្នកដែលគេមានបញ្ញាគេរកទ្រព្យរកសម្បត្តិបានច្រើនបបោហូហ៊ីផ្ទះគេនេះញោមមើលគេធ្វើភូមិគ្រឹះទៅវេលាទៅផ្ទះធ្វើពីស៊ីម៉ង់អីពីថ្មមុំទៅនៅទៅមកពីគេមានបញ្ញាតាមនេះអត់បញ្ញានៅផ្ទះឈើផ្ទះអីអសឈើអសអី
bằng cái bương vậy nên để cro từ tiến từ so là say cho rồi niệm là say chiang phần tơm là say từ băng từ môn bọ sau đó nhưng mơ tới chi biết về học này mơ tới ta hai bị ấyพอพูดลงไปแต่แฮปปี้อดปัญญานะฮะบ้านจะเราแบบระบอดแต่ปลาไปอดกลุ่มกันกินเนี่ยมีปัญญาที่เราบอดโบยแล้วแต่ชีวิตขนมลูกไก่ไปเชียบ้านนึงบ้านสักได้สองชำระเพราะวัตถุบุญอย่างนั่นเองไอ้วัตถุบุญอย่างนั้นประพบเวียนเราเลยตรับถอนเทนังคือตรับได้ใช้คือประโภเกียตรับประเทนังแปลทับประยังไงเนี่ยนะcái phớ thiện này kia nào kia cứ thiện năng nó cứ tập thì dùng một tỏ cái nét tao về thiện này kia và lấy tỏ thì thiện này cứ thiện đây cái sạp vô bạc tập nhà mà nhiều như miền bạc sáng vô tập nhà tốt chia ra xa tốt luôn này tao đầu cá tốt đọ vô màu chài nửa rồi rồi bật hộp buồn giang nếu mà đâu không bạc này bạc đọ tập ởแต่มีโยมเมียนประควานะที่โยประตูโดโยมาเป็นหนึ่งพบนี่สมอโยมเยเชียมเติร์แต่นี้เมียนปัญญาบ้านเราตรับสมบัติบ้านกรุกรันบริโภคต้องตักซอยปัญญาให้ก็ร่มเสาบ้านด้วยแต่เรางงแมนเต้นก็รอแต่เด็ดแต่ดาเราประควาเงี้ยนี่แฮนพุทธศาสนาพระพุทธรูปสำแดงจะไปแฮนพอได้ปราบยืนกรุกนี้อัดเมียนอ้อยยังบอลสรันเตไทยมวยอนาตเป็นดิกาใส่ไทยนั้นเต้าบวชเจตปนเต้าคลายมังกุมเกิดพระสัมมาสัมพุทธพระองค์ตรองสำแดงเธอปรับอนาตเป็นเปล่าถ้าวัดหกพรำอย่างเชียตสิได้เต้าการระบอมมนุษย์ให้กลมรอตีนตีมวยคืออายุเวงตีปีคือเปื่อสมบูรณ์กายสระละอที่ใบคือสิ่งใดสองที่บุญคือยศะหกอัตรมที่พรำคือทานสู้สาสิ่งใดปัฒนาโดยโยมเยสนายปัฒนาสมเงือบแล้วไอ้ตัวก็ตีวัดาน้องทานสู้ดังแต่กันไรโนวริเรียสบายอดจังตนรกดังตนรกรองตกต่อไปมันได้เคยก็ลือเกี่ยวปรับกระซองสำแดงเธอปรับได้ข่าวไปอย่าปุ่มบ้านพระองค์ปรามอนาตเป็นมันเรียกหับได้บัดหกกมรอปรามยางนี่เมนบ้านในสาบันสรันได้นะบ้านในกาถือต่างออกก็ได้กันต่างออกแต่เราถือบ้านถือโดยกายโดยเวชาจัดบายังบ้านแต่บ้านสรันบ้านสำแดงพระชบาจักนึ่งสมอายุเย็นเฉลี่ยปอไม่สำรำยืงต่างออกเนี่ยយើងទាំងអស់គ្នានេះនៅក្នុង25ខេត្តក្រុងក្នុងប្រជាណាចក្រកម្ពុជាលោកអ្នកប្រាជ្ញលោកសម្ដែងថាយើងជាមិត្តរួមនឹងគ្នា3យ៉ាងមិត្តរួមគ្នា3យ៉ាងមិត្តទី1គឺយើងជាខ្មែរដូចគ្នាជាកម្ពុជាបតកូនអ្នកកម្ពុជាណាកម្ពុជាបតទី3ខេមរៈបតជាបតអ្នកកូនអ្នកមានសេចក្តីខ្សែមណាខេមរៈបតហើយជាខ្មែរដូចគ្នាទាំងអស់អ្វីឡើយតែបាត់មានកាត់ខ្លះកូនเราតែខ្មែរដែរដូចកូនចិនចៅចិនអីមកកណាត់ចិនមកកណាត់ខ្មែរនៅតែឈាមខ្មែរចាប់ដែរលពុកចិនមិនដែរខ្មែរពុកចិនពីស្រុកចិនមកនៅស្រុកខ្មែរមកតែខ្លួនមួយទេតាំងពីកំឡោះក្មេងៗមករស់ស៊ីអាជីវកម្មស្រុកខ្មែរប្រសក់ចិនក្រណាអ្នកដែលអត់ស្រែធ្វើការរកតបាយបរិភោគបានខ្ញុំឃើញតែចិនបរិភោគបបមកវាក្រអង្គណាเกิดមកតែខ្លួនមួយទេចោលស្រុកចោលស្រែមកដោយសារកាពីដោយសារអានឹងមានចំណេះវិជ្ជាហើយតែវាក្រដីធ្វើស្រែហ្នឹងស្រែមានតែអ្នកមានតែចាត់ចោលស្រុកចោលស្រែម៉ែឪមកគេសួរថាស្រុកណាខ្លះមានចិននៅហ្នឹង
អាត្មានិយាយខ្លីតែញោមអើយឲ្យដល់ស្រុកណាមានខ្យល់ដកដង្ហើមមានចិននៅស្រុកអាមេរិកទៅដល់តាំងពីស្រុកអាមេរិកទៅជឿនលឿនណាស់ញោមញាតទៅចិនទៅស្លាប់ដល់ស្រុកអាមេរិកច្រើនណាវាទៅជាពេកទៅធ្វើកម្មករធ្វើថ្នល់តែភ្លើងធ្វើអីនៅស្រុកមិនស្អីចិនណាញោមញាតសម័យនោះសម័យដែលលំបាកខ្វះថ្នាំខ្វះអីការពារគ្រឿងប្រដាប់ទៅឈឺស្លាប់ទៅជាស្លាប់អូននៅស្រុកអាមេរិកបានស្រុកណាដែលអាត្មានិយាយប្រាប់ញោមញាតទៅញោមហើយឲ្យទៅស្រុកណាមានខ្យល់ដកដង្ហើមមានចិនហើយចិនមានស្រុកខ្មែរញោមមើលស្រុកសៀមស្រុកអីម៉ាឡេមកអីមានដល់ចិនទៅឲ្យស្រុកណាមានខ្យល់ដកដង្ហើមបើសម្រាប់ស្រុកខ្មែរយើងញោមញាតមកនៅតែគាត់មកនៅមុនដំបងអត់មានខ្លួនទៅទេញោមញាតជិះកប៉ាល់ទឹកពីស្រុកចិនមកអត់មានប្រាក់ឲ្យថ្លៃកប៉ាល់ទេជួយលីតំណែងដាក់កប៉ាល់ឲ្យគេសុំឲ្យតែគេឲ្យមកផងមិនមែនមកធ្វើការបម្រើគេណាអត់មានប្រាក់ចិនទេមានតែខំមកជាងគេជួយលីតំណែងដាក់កប៉ាល់ឲ្យគេពេញណាតំណែងមកកប៉ាល់ចេះតិចណាស់យកហើយសុំគេជីមកផងហើយសុំអាហារគេបរិភោគដំណើរមកអត់ដល់មកដល់ស្រុកខ្មែរយើងលីអាតំណែងនោះចេញពីកប៉ាល់មកជួយលីគេដាក់មកផែអស់តើកែកប៉ាល់គេឲ្យប្រាក់បន្តិចបន្ទួយកម្រៃđểជួយលីចេញណាបានទុននឹងឯងយកមកបរិអារម្មណ៍អាហារបរិភោគនេះមិនដឹងរកការអីទៀតមករបរមុនដំបូងមករកស្រុកខ្មែរគឺរបរអត់ដើមគ្មានដើមនេះមានប្រាក់ឯណាពេលរបរអត់ដើមញោមញាតឯងដឹងថាស្អីថារែកដីកងមករែកដីបង្គីឯរែកដីកងគេថាវាស់10ម៉ែត្រ4ជ្រុងជន្រើ1ម៉ែត្រទៅអស់មកកងតម្លៃប្រមាណមកគេចឹងរែកបង្គីដងរែកអត់ឈប់ទេហើយនឹងក៏ឆ្នាំងក៏ដាំបបរកាលណារែកហត់ក៏ទៅពិសាបបរទៅមានក្តាមប្រៃពងទាប្រៃឆៃពៅអីបងសោះស្រោបចឹងមានកម្លាំងក៏រែកទៀតហើយរបរអត់ដើមដល់ក៏រែកដីបាន2 3កងបានទុនដែរក៏ឈប់រែកហើយក៏ផ្លាស់ប្ដូរមួយជំហានណាជំហានមុនដំបូងហ្នឹងក៏រែកដីដល់បានហើយជំហានទី2ក៏រែកបងពាក្យចិនថាបងគេធ្វើទូ4ជ្រុងកញ្ចក់ថ្នាក់ថាបើគេរែកលក់នៅមានខ្ទឹមសមានម្រេចមានអីមានចេកមានមជុលមានស្អីអស់គ្រឿងទេសហ្នឹងក៏រែកលក់ទៅតាមភូមិតាមឃុំទៅយប់តាណាក៏ដេកសុំគេដេកភូមិហ្នឹងទៅព្រឹកឡើងក៏រែកទៅទៀតក៏រែកបានទៅប្រហែល1ឆ្នាំអីទៅបានកម្រៃគាត់ផ្លាស់ប្ដូរទៀតហើយជំហានទី3គាត់ទៅសង់មើលតាណាមានផ្លូវខ្វែងមនុស្សដើរ4ដើរច្រើនគាត់ទៅសង់ទីមនឹងឯងក៏ដាក់លក់ឈប់រែកហើយមានសៀងមានឆៃប៉ៅមានស្អីពីហ៊ុនហៃប៊ីអីគ្រឿងចិននៅមីសូលីវអីហ្នឹងក៏លក់ដាក់ទីមលក់នេះជំហានក៏ផ្លាស់ប្ដូរមួយជំហានម្ដងគាត់កសាងជីវិតគាត់ដល់ទៅសង់ទីមរួចឯហ្នឹងក៏ត្រូវការរកគូរកសកលអីមានកំមុំចិនណាស្រុកខ្មែរមានកំមុំខ្មែរអូទៅស្ដីដណ្ដឹងទៅម៉ែឪយើងនឹងចូលចិត្តឲ្យប្តីឲ្យកូនមានប្តីចិនបើគឺចិនរ៉ូស៊ីក៏ត្រឹមត្រូវល្អមានចូលចិត្តឲ្យតែមកស្ដីដណ្ដឹងក៏ឲ្យកូនបានជាគូសកលទៅនឹងហើយដែលថាខ្មែរមកកណាត់ចិនមកកណាត់ហ្នឹងហើយវាប្រឡាក់គ្នាអញ្ចឹងមកកើតចៅចិនកូនចិនមកអញ្ចឹងវាចិនញោមញាតចិនបានប្រពន្ធខ្មែរស្រួលអូយស្រួលបងប្រពន្ធប្រើធ្វើអីក៏អត់ចេះទៅជែកទេប្រពន្ធប្រើធ្វើអីក៏ធ្វើដែរចានេះសូមជម្រាបជីវភាពរបស់ចិនហ្នឹងផងថាមានរឿងចិនមួយហ្នឹងបានប្រពន្ធខ្មែរនិយាយរឿងទៅឲ្យស្ដាប់បន្តិចបានប្រពន្ធខ្មែរដល់បានប្រពន្ធខ្មែរទៅខ្មែរហ្នឹងក៏កាន់ពុទ្ធសាសនានឹកឃើញយូរហើយរស់ស៊ីបានធូរក្រាន់តែចង់និមន្តព្រះសង្ឃមកប្រគេនចង្ហាន់បាំងស្គរដោយដើម្បីឧទ្ទិសជូនកុសលទៅម៉ែឪចដូនជាតាហ្នឹងដល់គិតអញ្ចឹងហើយក៏ប្រើប្តីថាឲ្យជាឯងទៅមន្តព្រះសង្ឃមកមន្តលោក4 5អង្គមក5អង្គឲ្យមកផ្ទះយើងហ្នឹងហើយប្រពន្ធប្រើទៅហើយផង
เพราะก็มันเศร้าดังเพียซาประซองไอ้เตะดาวตาเปียสบายเชิงแต่ดอลวัดแต่ดอลเคยลงนี่นะสู้ลงนี่นะท่าลูกลัวมันจะจอดปีแต่บอกเจ้านั่นยังสุดท้ายไอ้นั่นเตี้ยลูกลัวายางทมเนาะมันดังก้อนได้ทับเตี้ยท้ายนั้นเตี้ยลูกลัวายางทมลูกครูสังเกตว่ามันทำไมฐานะได้ทมจังกีลูกเน้นจึงอ่อนเราโน้เจ็ดเนาะเขาก็ออกก้นเต่าแต่ดาลึกก่อนนั้นเคยลูกรู้ลูกกวงชันแต่แล้วก็เช่นก็โอ้ยกูซ้อมโชว์ออกก้นหน่อยลูกรู้เด้อปันอ่อนกุยได้โชว์เช่นโชว์ลูกกวงมาเรียเตะเต่าสู้สาวตัวไอ้เต่าก็วันนิยมไปทำไมตัวนี้มันมาสังให้เมียนตีนมากูวิจารณ์ตามานะทำไมยังตีนมากูตัวมันหรอกแล้วก็ดอตีนไปกระเป๋านะดอตีนมากูไปโชว์ให้เราก็รู้ตีนถ้าสีแอกนั่งนำเนี่ยบุญลำเนี่ยตัวสีใบเดียแคมไม่สูดหรอกคือถ้าต้องเฉลียงต้องเฉลียงต้องในโยตอะไรประมาณสูต้องเฉลียงโซเธอนะสูต้องเฉลียงต้องสีนั่งโยตอะไรประมาณลูกครูตะยีจ้ะแต่หมอสู้เองจังเราเช่นหมอสู้ถ้าประมาณกับบ้านได้เช่สู้ต้องสีต้องเฉลียงโยประมาณมันอาศัยลูกมันเต่าปรำอ่องแล้วตลอดเตียนโอ้สบายเมียพี่บนลือมองเตียนเช่นสบายโอ้รีเร่อีเจ้ามอมอนลงถ้าลูกลัวเชิงลังเตี้ยอันเชิงลังตะลุกเตี้ยมาแล้วนึกเตี้ยให้ก็ดอดไปละจ้ากีอันนี้สมาเตียนเสร็จเลยได้ไม่ไอโซเทิร์นมาสกาสมาเตียนเสร็จเลยเช่นไม่ใช่สอยก็อังกุยเป็นไอ้ต้องตัวซอเชียงกว่าที่โซต้องงกว่าสบายเกินนะผมมันนึกอยู่มองจะได้พอเราชอบเต้าเราลูกโซเธอดาบังสโกลแล้วลูกโซเธอแต่นั่งไม่แพ้นึกขึ้นไอ้สนอลูกอยู่ลึกได้ลูกรู้ว่าซีแล้วก็จำเฉลียงไงถ้าก็จำเฉลียงไอ้ซีจะใส่ขมายแล้วก็น้องเนี่ยใส่น้องเช่นน้องจำดังก็ดัดเศร้าดังขมายนะนี่ยี่ปีเช่นบ้านปปนขมายโยมปปนพระไอ้ตัวม้วนโลกเท่าไอ้ก็เท่าเปล่าสโลนะเปล่าอาตมาเคยเช่นมวยเราแอบเตะอาตมาบ้านปปนขมายได้ชาเจ็ดถ้วยก็เราสีดำสปีไอ้ป้าเจ้าจิต50 ชนะมนนายบอกกระดำสปีได้แล้วบอกกระดำไปปนขมายสัตว์กระแทกสปีอะไรตึกสลายสปีไอ้ปนอันแม่มาช่วยเถอะไอ้ตัวเตะดับเพลิงดังกระดอสปีหรือเยอะตัวลวสปีกระดอขัดหน้าไอ้ยังนั้นก็เร่จูนปนตัวสาก็เร่จูนตัวปนได้แต่คลุนแต่จำแต่ลวแต่บอกคือตัดน้อมปนได้บอกเมียนโกนพร้อมโกนปีใบอะไรจูนปนตัวสาเท่าบานให้ก็ตลับออกเตี้ยไปหมอมือโกนมือเจ้าเตี้ยอะไรสลายตึกสลายตะนำต่อเตี้ยปนก็น้อมมาน้อยเถอะแต่มาเจ็ดเถอะนั่นทำไมเคยเจ็ดสักไงเนี่ยนี่ยัยไปประวัติเจนนี่ซ้ำอันยมเนี่ยจะเรียบบันทานนี่ยัยแต่เวชเวงชงายแต่เรื่องเวงชงายบางยัยเรื่องอันยมเนี่ยตั้งประวัติบ้านตกใบเชียยืงเชียโกนกัดเช่นโกนเอาแต่เชียมขมายน้องเปะกระดานได้ยืงกึศฐานหนึ่งเชียเงียดเม็ดบ่ยืงแต่เอาแต่เม็ดรวมนั่นยมเนี่ยเม็ดได้รวมเชียดนั่นคือบองปนปุยปงวงตะโกยืงตะแต่เป็นมนยืงอะไรบ้านกึศเตสมานแต่เนี่ยซิมเรียบเซเนี่ยพนมเป็นเซนกับป้องทองกับป้องจามไปเซนเนี่ยเมนเตยมเงียดยืงตั้งอักใส่สลายยืงตั้งนั่นเองปีพรหมนุษย์เมียนแหดได้บอกเมียนแหดก็เมียนมนุษย์พระพุทธลูกสนได้แต่ทอมมาเชียดเราลือลูกเมียนแหดเมียนพรสมใบแต่ดำเชื้อก็เมียนแหดนั่นยมเนียพกาชูเนี่ยโอเตียห่อหายกับแพร่กรอยแพร่สบายไอ้นั่นอันนั้นเชี่ยวพ่อ
ពុទ្ធសាសនាថានឹងផលដែរហេតុគឺដើមវាបើមិនមានដើមឈូកក៏មានផ្កាឈូកដែរនេះពុទ្ធសាសនាលោកបញ្យល់ពីហេតុផលចឹងនេះសម្រាប់រុក្ខជាតិមនុស្សយើងក៏ដូចតែគ្នាបើយើងមានតែបានគិតដែរយើងគិតថាម៉ែឪគិតឯងនឹងកូនអញគិតថាយ៉ាងឬកូនគិតថាលោកឪពុកអ្នកម្ដាយអញគិតតែប៉ុណ្ណឹងតែអត់បានគិតហេតុផលយើងដែលកូននឹងជាផលរបស់ហេតុណាយោញាលោកឪពុកម្ដាយជាហេតុបើមិនមានហេតុទេអត់មានផលគឺយើងនឹងទេនេះពុទ្ធលោកសំដែងវាដល់យើងដែលជាផលនេះវាត្រឡប់ទៅជាហេតុវិញនៅបានកូនយើងនោះជាផលដល់កូនយើងជាផលត្រឡប់ទៅជាហេតុបានចៅជាផលអាចៅជាហេតុត្រឡប់ផលបានចៅទូតនោះជាផលនេះវាតនេះចឹងអញ្ចឹងបើទៅលើថាលោកឪពុកអ្នកម្ដាយដែលជាហេតុយើងគិតជាផលរបស់ចដូនចតាម៉ែឪនោះហើយចដូនចតានឹងជាផលដែលទីហេតុតនេះបានទៅពូជជាប់គ្នាទាំងអស់ពូជមនុស្សបើដល់យូរទៅវាកំណើនមនុស្សវាចេះច្រើនឡើងញោមញាតចាស់ពីដើមកូន8 9ខ្លះកូន2 3ដណ្ដប់គាត់និយាយរស់តែអាកូន2 3ដណ្ដប់8 9បានប្តីប្រពន្ធចេះទេណាគាត់ថាកូនមកទៀតនោះនឹងប្រហែលវាបែកជើងអៀតភូមិជើងអៀតឃុំជើងអៀតស្រុកខេត្តមួយវាចេះតែបង្រៀនគ្នានៅពេញទឹកដីកម្ពុជា25ខេត្តក្រុងនេះគឺហេតុគឺបងប្អូនសាច់ញាតិបើដល់យូរទៅវាคลายទៅវាដាច់ទៅយើងក៏គិតថាអ្នកកន្ទៀតដតេតែមិនមែនទេណាបងថ្ងៃនេះអាត្មាជម្រាបញោមសំបីតែអាត្មាក៏សាច់ញាតិនឹងញោមដែរប៉ុន្តែញោមទទួលស្គាល់ឬមិនទទួលហាបើអត់និយាយយ៉ាងអាត្មាទទួលស្គាល់មុនថាញោមញាតិអស់នៅលើទឹកដីកម្ពុជាសតែសណ្ដានព្រៀងលៀនមកបើក៏ឆ្ងាយទៅយើងលែងស្គាល់គ្នាដល់បានញោមញាតិមើលមុខមាត់ដូចតែគ្នាហ្នឹងសម្លៀកបំពាក់ដូចតែគ្នាហ្នឹងមកអង្គុយយត់ដឹងថាណានៅខេត្តណាអត់ដឹងទេបងមកហូបអាហារអីដូចតែគ្នាភាសាដូចតែគ្នាខុសគ្នាតិចតួចភាសាពីរហ្នឹងនៅតែស្ដាប់គ្នាបានយ៉ាងហ្នឹងបងបានតែស្រាប់ទឹកដីថាយើងជាមិត្តរួមជាតិពូជសាសន៍ដូចគ្នាឯការដែលយើងនៅរួមរស់សក់ទុកនឹងគ្នានៅចិត្តជាប់តគ្នាត្រូវរក្សាគ្នានឹងជាពុទ្ធសាសនាពុទ្ធលោកទូលមានឲ្យយើងថែរក្សាគ្នាតែយើងមានសិលវាស្អាតមួយយ៉ាងហើយកាយវាចាយើងស្អាតមិនពុលពីអសរោះអាក្រក់ទៅលើអ្នកដទៃតែអញ្ចឹងហើយអ្នកដទៃក៏គឺដូចគ្នាគេពូលពាក្យល្អក៏ទៅរស់មកក៏យើងរក្សាគ្នាស្រឡាញ់គ្នាជាពូជពងតែអាត្មាសម្ដែងប្រាប់ញោមញាតិនេះថាយើងរស់នៅក្នុងភូមិអីខារ៉ាខាវ៉ាអីហ្នឹងបងត្រូវគិតថានឹងញាតិរបស់យើងទាំងអស់ណាញោមញាតិពីមុនញោមមិនបានគិតប៉ុន្តែអាត្មាបញ្ជាក់ថាកុំអានឹងញាតិយើងទាំងអស់យើងត្រូវស្រឡាញ់រាប់អានគ្នាកាលណាមានការក្រអាសន្នអន្តរមកជួយគ្នាទៅវិញទៅមកបើយើងធ្វើសេចក្តីល្អទៅតាមពុទ្ធសាសនាព្រមយ៉ាងទៀតបុរាណលោកថាអ្នកដតីសាច់ញាតិរបស់យើងមិនបានវាឆ្ងាយពេកទៅយើងគិតថាអ្នកដតីយើងគិតថាញាតិរបស់យើងមិនត្រឹមបង្កើតត្រឹមចដូនមួយជាទូតមួយយើងនៅរាប់អានណាបុរាណថាអ្នកដតីឲ្យប្រយោជន៍យើងលោកឲ្យទុកជាញាតិរបស់ផងយើងនេះខ្ញុំរស់នឹងចិត្តណាអ្នកដតីយើងគិតថាអ្នកដតីបានឲ្យប្រយោជន៍គឺឲ្យសេចក្តីសុខដល់គ្នាជួយគ្នាគិតថាហ្នឹងជាញាតិវិញ្ញាណរបស់ផងយើងបងប្អូនប្រកបមួយកាលណានៅឆ្ងាយលោកទុកដូចជាអ្នកដតីមានអាសន្នអក្រក់មកជួយយើងអត់ទៅនឹងមានញាតិនៅក្បែរហ្នឹងឯងដែលជួយយើងហ្នឹងផងយើងជួយគេជួយយើងណាថាអ្នកដតីឲ្យប្រយោជន៍យើងទុកជាញាតិរបស់ផងយើងបើឃ្លាតទៅនៅឆ្ងាយទុកដូចអ្នកដតីមានរឿងរ៉ាវអត់មកជួយយើងទេរោគក្នុងកាយទុកជាគ្រឿងប្រកបភ័យអារោគដែលកើតក្នុងខ្លួនជំងឺទុកដូចគ្រឿងឲ្យយើងកើតភ័យឈើក្នុងព្រៃជាឱសថទុកជាគុណញញមែនលោកធៀបយ៉ាងណាអាជំងឺក្នុងខ្លួនយើងទុកដូចជាសត្រូវឲ្យយើងកើតរោគឲ្យកើតភ័យកើតរោគជឿ
វិដើមឈើនៅក្នុងព្រៃជាអសន្នទុកជាគុណណាយ៉ាងលោកធីបឲ្យអាស្រ័យនេះញោមញាតិដែលនៅចិត្តគ្នាខាងគ្នានឹងសូមឲ្យរក្សាគ្នាឲ្យបានសុខឲ្យមានសិលយើងមានសិលទៅមិនប៉ះពាល់គេទេគេក៏មិនប៉ះពាល់យើងនឹងបានប្រពុតឲ្យរក្សាសិលជាដំបូងគេតែកាលណាមានសិលទៅសម្អាតតាំងពីកាយនិងវាចាឲ្យបានស្អាតពីរនឹងទ្វាទាំងពីរនឹងផងដូចកាលណាយើងសមាធិយើងសម្អាតចិត្តយើងឲ្យស្អាតជំរះគ្រឿងអាក្រក់ចេញដែលលំអទី2ហើយយើងចម្រើនវិបស្សនាធ្វើបញ្ញាកើតមាន3បានយើងថែរក្សាគ្នាបានឲ្យបានសុខសួស្តីនៅក្នុងប្រទេសរបស់យើងវិញយើង